រឿងកុងហ៊ានកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ឈ្មោះនាងអាំនិងនាងគុំថ្ងៃមួយអ្នកគង់បានបបួលប្រពន្ធទាំងពីរទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយបងប្អូនយើងនៅស្រុកឆ្ងាយណាស់ពួកយើងគួរតែរៀបចំខ្លួនចិនដំណើរទៅឥឡូវនេះចាបងខ្ញុំបានរៀបចំសម្ភារៈរួចរាល់ហើយអ្នកគង់និងប្រពន្ធទាំងពីរបានចេញដំណើរដោយថ្មើរជើងកាត់តាមវាលស្រែនិងភូមិស្រុកនានាពួកគេបានមកដល់ព្រៃធំមួយដែលល្បីថាមានខ្លាសាហាវអ្នកគង់ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចព្រៃនេះស្ងាត់ណាស់គេថាមានខ្លាសាហាវណាស់នៅទីនេះស្រាប់តែមានខ្លាធំមួយបានលោតចេញមកពីក្រោយគុម្ព្រៃស្រែកសង្កត់យ៉ាងខ្លាំងដោយក្តីភ័យខ្លាចខ្លាំងពេកអ្នកគង់បានរត់ចូលទៅពង់ក្នុងរងឈើមួយហើយរៀកនោមដាក់ខោជួយផង នាងអាំនិងនាងគុំមិនបានរត់ទេពួកនាងបានកាន់ដំបងនិងប្រុងប្រៀបវីតបតនឹងខ្លាកុំភ័យយើងត្រូវសម្លាប់វាបើមិនចឹងយើងនឹងស្លាប់ស្ត្រីទាំងពីរបានវាយខ្លានោះយ៉ាងខ្លាំងក្លារហូតដល់ខ្លានោះស្លាប់នៅនឹងកន្លែងឃើញខ្លាស្លាប់ហើយអ្នកគង់ក៏ស្ទុះចេញពីរោងឈើមកវាយខ្លាដែលងាប់ស្រាប់នោះថែមទៀតវាសំមុខហើយហ៊ានមកលៀនជាមួយអញផងប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយងាប់ហើយហេតុអ្វីមកវាយថែមទៀតខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកុំសាកញីដូច្នេះអ្នកគង់ជេរបំពេញទេប្រពន្ធវិញថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវាយខ្លាទាល់តែស្លាប់មិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់អ្នកគង់បានប្រើប្រពន្ធឲ្យជួយសែងខ្លាចូលទៅក្នុងភូមិអ្នកស្រុកនាំគ្នាមកមើលយ៉ាងគប់កអូហៅអ្នកឯងខ្លាំងណាស់ចាប់បានខ្លាធំម្លេះប្រពន្ធចង់និយាយការពិតប៉ុន្តែគង់បានកាត់មុខនិងអួតប្រាប់អ្នកស្រុកថាគាត់ជាអ្នកសម្លាប់ខ្លាខ្ញុំបានប្រើស្និតគុណពិសេសរបស់ខ្ញុំទៅវាយវាងាប់បែបនេះអ្នកស្រុកកោតសរសើរគាត់គ្រប់គ្នាហើយដាក់ឈ្មោះឲ្យគាត់ថាគង់ហ៊ានដំណឹងនេះបានល្បីដល់ស្ដេចទ្រង់បានហៅគង់ហ៊ានទៅជួបនិងតែងតាំងជាសេនាយើងពេញចិត្តនឹងភាពក្លាហានរបស់ឯងណាស់យើងតែងតាំងឯងជាសេនាពិសេសមិនយូរប៉ុន្មានមានសត្រូវមកលុកលុយនគរស្ដេចបានបញ្ជាឲ្យគង់ហ៊ានដឹកនាំទ័ពទៅច្បាំងគង់ហ៊ានមកផ្ទះវិញដេកសន្ធឹងសន្ថៃមិនបាយមិនទឹកព្រោះភ័យបងខ្លាចសឹកណាស់មិនដឹងធ្វើម៉េចទេប្រពន្ធគាត់បានលួងលោមថាមិនបាច់ភ័យទេពួកគេនឹងទៅជាមួយបងដើម្បីជួយកុំព្រួយចិត្តអូនទាំងពីរនឹងទៅជាមួយបងគង់ហ៊ានជិះក្បាលដំរីប្រពន្ធជិះខាងក្រោយដឹកនាំទ័ពចេញទៅសមរភូមិពេលឃើញសត្រូវគង់ហ៊ានភ័យខ្លាំងពេករហូតដល់លេចអាត់នោមលេចនោមញ័រខ្លួនដូចគេអង្រុនក្បាលដំរីស្មានតែចែវាយអង្រុនបញ្ជាក៏ស្ទុះបោចូលទៅក្នុងកងទ័ពសត្រូវយ៉ាងលឿនរហ័សសត្រូវឃើញដូច្នេះស្មានតែមេទ័ពនេះខ្លាំងពូកែក៏បាក់ទ័ពរត់គេចខ្លួនអស់រត់ទៅមេទ័ពនេះកាចណាស់ពេលត្រឡប់មកវិញនាមឿនសួររឿងលាមុខលើក្បាលដំរីគង់ហ៊ានដោះសារថាជាការដោះទុកសัตว์លើក្នុងដំរីអំអុយខាតពេលច្បាំងបើចោះទៅដោះទុកខាងក្រោមខ្លាចសត្រូវវាមិនកាប់ងាប់ដោះទុកលើនេះហើយទៅវាឈ្នះក្រោយមកមានក្រពែសាហាវមួយមកយាយីដេកស្រុកស្ដេចបញ្ជាឲ្យគង់ហ៊ានទៅចាប់ទៀតមានតែគង់ហ៊ានទេទើបអាចបង្ក្រាបក្រពែនេះបានគង់ហ៊ានគិតថាម្ដងនេះប្រកាសជាស្លាប់ហើយក៏សម្រេចចិត្តលោតទឹកឲ្យក្រពែស៊ីតែម្ដងស្លាប់ក៏ស្លាប់ទៅគាត់លោតទៅចំពេលក្រពែហែមកធ្វើឲ្យក្រពែភ័យស្ទុះទៅជាប់គល់ឈើគង់ហ៊ានខ្លាយជាវីរបុរសម្ដងទៀតចយោគង់ហ៊ានចាប់ក្រពែបានហើយឃើញក្រពែស្លាប់ហើយគង់ហ៊ានក៏រឹតតែអួតក្អែងខាងប្រាប់អ្នកស្រុកថាខ្លួនជាអ្នកចាប់វាបោះមកលើគោកតែហ្មងក្រពែនេះខ្លាំងណាស់តែខ្ញុំចាប់វាបោះមួយដៃជាប់គល់ឈើតែម្ដងគង់ហ៊ានបានចូលទៅក្រាបបង្គំទូលស្ដេចថាខ្លួនបានកម្ចាត់ក្រពែសាហាវនោះហើយទូលបង្គំបានកម្ចាត់ក្រពែសាហាវនោះហើយព្រះអង្គស្ដេចទ្រង់សពព្រះរាជហឫទ័យយ៉ាងខ្លាំងក៏ប្រទានយសស័ក្តិឲ្យគង់ហ៊ានកាន់តែធំជាងមុននិងរង្វាន់ជាច្រើនល្អណាស់យើងតម្លើងបុណ្យឯងឲ្យធំជាងមុននិងប្រទានរង្វាន់ជាច្រើន